បាទលំដាប់តទៅនេះខ្ញុំបាទប៉លសម្បត្តិសូមជូនព័ត៌មានពិស្ដាបាទលោកនាងជាទីមេត្រីអង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀននិងបទអក្រិតបានចេញរបាយការណ៍ថ្មីរកឃើញថាកម្ពុជាជាដែនដីឆបោកអនឡាញធំជាងគេនៅតំបន់អាស៊ានដែលប្រព្រឹត្តអំពើជួញដូរមនុស្សនិងលាងលុយកខ្វក់យ៉ាងណាមន្ត្រីរដ្ឋាភិបាលបានច្រានចោលការរកឃើញនេះសូមស្ដាប់សេចក្តីរាយការណ៍របស់លោកសានសច្ចៈដូចតទៅអង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្មហៅកាត់ UNODC បានចេញផ្សាយរបាយការណ៍ថ្មីមួយរកឃើញថាកម្ពុជាគឺជាមជ្ឈមណ្ឌលឆបោកអនឡាញធំជាងគេនៅតំបន់អាស៊ានដែលក្រុមឧក្រិដ្ឋជនយកធ្វើជាកន្លែងប្រព្រឹត្តបទឧក្រិដ្ឋជួញដូរមនុស្សនិងលាងលុយកខ្វក់បង្កការគំរាមកំហែងដល់ប្រទេសក្នុងតំបន់និងនៅក្នុងពិភពលោកនេះបើតាមរបាយការណ៍របស់ UNODC ចេញផ្សាយនៅថ្ងៃទី21ខែមេសាឆ្នាំ2025ប្រពន្ធនោះបញ្ជាក់ថាមជ្ឈមណ្ឌលឆបោកទាំងនោះត្រូវបានគេរកឃើញនៅខេត្តព្រះសីហនុរាជធានីភ្នំពេញក្រុងបាវិតក្រុងប៉ោយប៉ែតខេត្តកោះកុងនិងខេត្តពោធិ៍សាត់ហើយពួកឧក្រិដ្ឋជនបានធ្វើសកម្មភាពឆ្លងដែនទៅប្រទេសឡាវភូមានិងហ្វីលីពីនជាដើមតំណាងស្ដីទី UNODC ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកលោក Benedict Holman បាននិយាយក្នុងរបាយការណ៍ក្នុងសម្ដីដើមថាយើងមើលឃើញនូវការពង្រីកជាសកលរបស់ក្រុមឧក្រិដ្ឋកម្មដែលត្រូវបានរៀបចំនៅអាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍លោកសង្កត់ធ្ងន់ថារឿងនេះឆ្លុះបញ្ចាំងទាំងយុទ្ធសាស្ត្រប្រតិបត្តិការខណៈដែលសកម្មភាពរបស់ក្រុមឧក្រិដ្ឋកាន់តែរីកចម្រើនហើយនឹងស្វែងរកមធ្យោបាយព្រមទាំងទីកន្លែងថ្មីៗដើម្បីប្រព្រឹត្តបទល្មើសប៉ុន្តែយ៉ាងណាយុទ្ធសាស្ត្រការពារហានិភ័យនាពេលអនាគតគួរតែបន្តនឹងកាន់តែខ្លាំងក្លាផងដែរនៅក្នុងតំបន់ជុំវិញរឿងនេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានយល់ថាខ្សែស្រឡាយគ្រួសារហ៊ុនគឺមានលោកហ៊ុនតូនិងទីប្រឹក្សាលោកហ៊ុនសែនជាច្រើនអ្នកទៀតគឺជាឧក្រិដ្ឋជនទើបធ្វើឲ្យប្រព័ន្ធច្បាប់មិនហ៊ានកាត់ទោសមេឧក្រិដ្ឋជនទាំងនោះបានលោកអ៊ុំសំអានបានព្រមានពីការគំរាមកំហែងធ្ងន់ធ្ងរដល់មុខមាត់ប្រទេសសន្តិសុខសង្គមបាត់បង់ភ្ញៀវទេសចរអ្នករកស៊ីនិងប៉ះពាល់ដល់ឆ្នាំងបាយរបស់ប្រជាពលរដ្ឋបើមេដឹកនាំបន្តប្រមូលឧក្រិដ្ឋជនដាក់ក្បែរខ្លួនហើយប្រព័ន្ធយុតិធម៌មិនអាចកាត់ទោសកំហុសមេដឹកនាំបាននោះរដ្ឋាភិបាលតកូលហ៊ុនដឹកនាំផ្ដាច់ការអញ្ចឹងទទួលតនកម្មសេដ្ឋកិច្ចពីលោកខាងលិចដូចជាអាមេរិកមិនបានផ្ដល់ប្រព័ន្ធការគ្រប់ពន្ធទូទៅ GSP ហើយសហភាពអឺរ៉ុបក៏បានផ្ដាច់ប្រព័ន្ធការគ្រប់ពន្ធ EBA ចំនួន 20% ហើយឥឡូវនេះក៏មានការដំឡើងពន្ធពីសហរដ្ឋអាមេរិកទៅលើកម្ពុជាផងដែរអញ្ចឹងវាជួបវិបត្តិសេដ្ឋកិច្ចមានតែរស់ដោយសារចិនហើយនិងរស់ដោយសារពួកអក្រិតជនដែលជួយលុយទៅតកូលហ៊ុនដើម្បីប្រងអំណាចអញ្ចឹងជំរឿនមានតែមួយទេមានតែប្រជាពលរដ្ឋខ្មែរយើងរួមគ្នាបដូរតកូលហ៊ុនចេញទៅអាចសង្គ្រោះប្រទេសកម្ពុជាយើងបានឆ្លើយតបនឹងរបាយការណ៍នេះអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រីជូប៊ុនអេងបានប្រាវេឌីថារបាយការណ៍នេះមានចេតនាបំភ្លឺមិនឆ្លុះបញ្ចាំងពីការពិតនោះទេអត់ទេខ្ញុំអត់មានចម្លើយអីទេបើសិនជាមានសំណួរអីទៀតខ្ញុំអត់ដឹងឆ្លើយថាម៉េចទេវាព្រោះគេហៅថាជារបាយការណ៍បំផ្លាស់អញ្ចឹងខ្ញុំចង់ដឹងថារបាយការណ៍នេះចេញពីខាងណាហើយ UN ខាងណាអ្នកធ្វើសូមឲ្យមកជួបតតាំងគ្នាទៅជាការកត់សម្គាល់របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិនេះហាក់ស៊ីគ្នាទៅនឹងការទម្លាយរបស់អតីតរដ្ឋាភិបាលហេងសធីដែលបានលាតត្រដាងថាគ្រួសារហ៊ុនមានជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងបទឧក្រិដ្ឋឆបោកក៏ប៉ុន្តែការទម្លាយនេះត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោលនិងប្រកាសចាប់ខ្លួនលោកក្នុងពេលបំពេញបេសកកម្មនៅប្រទេសរុស្ស៊ីហើយបច្ចុប្បន្នភាគីរុស្ស៊ីបានឃុំខ្លួនលោកបណ្ដោះអាសន្នតាមសំណើកម្ពុជាលោកហេងសធីបានរំលេចឈ្មោះអុកញ៉ាហ៊ុនតូក្មួយប្រុសលោកហ៊ុនសែនដែលថាជាមេខ្លោងឧក្រិដ្ឋកម្មឆបោកតាមអនឡាញយកលុយចិញ្ចឹមអំណាចគ្រួសារហ៊ុនកាលពីមុនគេស្គាល់កម្ពុជាជាប្រទេសអច្ឆរិយៈអង្គរវត្តឥឡូវនេះគេស្គាល់កម្ពុជាដោយសារហ៊ុនតូដោយសារមន្ត្រីប៉ូលីសសថេតការពារអក្រិតជនអនឡាញកម្ពុជាคล้ายទៅជាកន្លែងបោកប្រាស់រកស៊ីអនឡាញខុសច្បាប់ដោយឡែកនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាននិយាយថាដើម្បីបង្ក្រាបបទឧក្រិដ្ឋនេះឲ្យមានប្រសិទ្ធភាពបានទាមទារឲ្យរដ្ឋាភិបាលត្រូវអនុវត្តច្បាប់ឲ្យមានតម្លាភាពហ៊ានវះកាត់អ្នកពាក់ព័ន្ធទោះបីជាមានអំណាចខ្លាំងបែបណារួមទាំងការលុបបំបាត់អំពើពុករលួយបណ្ដោះបណ្ដាលមន្ត្រីជំនាញកម្ពុជាសហការទប់ស្កាត់ជាមួយប្រទេសជិតខាងជាដើមបើសិនជាកម្ពុជាមិនចាត់វិធានការឲ្យម៉ឺងម៉ាត់ហើយមានប្រសិទ្ធភាពទេវាមានការប៉ះពាល់ច្រើនសម្រាប់បុកមាត់កម្ពុជាជាពិសេសទាក់ទងនឹងវិស័យទេសចរភ្ញៀវទេសចរអន្តរជាតិនិងអ្នកវិនិយោគសន្តិសុខសណ្ដាប់ធ្នាប់សុខភាពនៅក្នុងសង្គមជាដើមសិតតែជាផលប៉ះពាល់សម្រាប់កម្ពុជាជាមួយគ្នានេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណាតជំរុញឲ្យរដ្ឋាភិបាលមានវិធានការក្តៅដោយបង្ក្រាបបណ្ដាញក្រុមឧក្រិដ្ឋជនមន្ត្រីពុករលួយ
និងស៊ើបអង្កេតឲ្យមានតម្លាភាពចំពោះក្រុមអង្គការដែលល្បីល្បាញខាងប្រព្រឹត្តបទឧក្រិដ្ឋដែលនៅក្បែរគ្រួសារហ៊ុន យើងជំរុញឲ្យបង្ក្រាបទៅលើពួកក្រុមបណ្ដាញឆបោកហ្នឹងទី1ហើយត្រូវបង្ក្រាបពួកមន្ត្រីពុករលួយដែលពាក់ព័ន្ធក្នុងរឿងហ្នឹងទី2និងទី3ត្រូវតែស៊ើបអង្កេតពួកអង្គការល្បីៗដូចជាអង្គការលីយ៉ុងផាត់អង្គការកុកអានលោកហ៊ុនតូហើយនិងលោកជេនស៊ីដែលជាជនជាតិចិនមកនៅកម្ពុជារស់ស៊ីប្រព្រឹត្តឆបោកល្បីល្បាញកន្លងទៅហើយអ្នកអស់ហ្នឹងនៅជុំវិញក្រុមគ្រួសារហ៊ុនហ្នឹងហើយរួមទាំងសាច់ញាតិក្រុមគ្រួសារហ៊ុនផងអត់មានត្រូវសុំកលុំអញ្ចឹងទៀតទេត្រូវតែហៅអ្នកអស់ហ្នឹងទៅស៊ើបអង្កេតដើម្បីបង្ក្រាបអក្រិតជនមិនអាចបង្ក្រាបទូចពីទូចមកបានទេត្រូវតែបង្ក្រាបពួកអង្គការពួកអ្នកមានអំណាចអស់ហ្នឹងមុនគេកាលពីខែតុលាឆ្នាំ2024ប្រទេសកូរ៉េក៏បានប្រកាសពីភាពភ័យខ្លាចពីអំពើចាប់ចម្រិតនៅកម្ពុជាដោយបានប្រាប់ពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរមកកាន់ប្រទេសកម្ពុជារីឯរដ្ឋាភិបាលឥណ្ឌាវិញក៏ធ្លាប់បានព្រមានពលរដ្ឋរបស់ខ្លួនដែលមានបំណងមកធ្វើការនៅកម្ពុជាប្រយ័ត្នធ្លាក់ចូលអន្ទាក់ការចាប់ចម្រិតតាមប្រព័ន្ធអនឡាញនៅខែតុលាដដែលនោះគម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្មនិងអំពើពុករលួយហៅកាត់ OCCRP បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយដែលរកឃើញថាកម្ពុជាបានផ្ដល់សញ្ជាតិខ្មែរដល់ឧក្រិដ្ឋជនបរទេសជាង600នាក់ហើយឧក្រិដ្ឋជនសញ្ជាតិខ្មែរទាំងនោះបានប្រើប្រាស់ទឹកដីកម្ពុជាប្រព្រឹត្តអំពើឆបោកតាមអនឡាញការចាប់ចម្រិតនិងលាងលុយជាដើមរីឯសម្បុកឧក្រិដ្ឋជនឆបោកតាមអនឡាញវិញប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានរកឃើញជាបន្តបន្ទាប់ដូចជានៅខេត្តព្រះសីហនុក្រុងបាវិតខេត្តស្វាយរៀងក្រុងប៉ោយប៉ែតជាដើមក្រោយពីលោកហ៊ុនសែនយកឧក្រិដ្ឋជនមួយចំនួនធ្វើជាទីប្រឹក្សារួមមានដូចជាអង្គការលីយ៉ុងផាត់និងលោកជេនស៊ីដែលតុលាការចិនរកឃើញថាពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋអនឡាញខុសច្បាប់ខ្ញុំសែនសេចក្ដី VOD បាទលោកនាងជាទីមេត្រីអធិការនគរបាលក្រុងប៉ោយប៉ែតបានចេញលិខិតមួយសន្លឹកបដិសេធថាសារសម្លេងសន្ទនារវាងមន្ត្រីជំនាញនិងឈ្មួញជួញដូរគ្រឿងញៀនដែលគេបានទម្លាយមិនមែនជាចេតនាទទួលសំណូកដើម្បីជាធ្នូមិនបង្ក្រាបបទល្មើសនោះទេតែថាជាកម្លាំងបង្កប់ដើម្បីឈានទៅដល់ការបង្ក្រាបបទល្មើសគ្រឿងញៀនតាមលិខិតបំភ្លឺចុះថ្ងៃទី22ខែមេសាឆ្នាំ2025អធិការនគរបាលក្រុងប៉ោយប៉ែតនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានលើកឡើងថាកាលពីថ្ងៃទី21ខែមេសាឆ្នាំ2025ករណី Facebook មួយឈ្មោះថា Nadet បានបង្ហោះសារសម្លេងសន្ទនារវាងអធិការរងគ្រឿងញៀនលោកកៅដួលនិងឈ្មោះជួញដូរគ្រឿងញៀនឈ្មោះថាច័ន្ទពៅឬហៅថាពៅហុបអំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាធ្នូការមិនបង្ក្រាបគ្រឿងញៀនប្រភពនោះអះអាងថាតាមការស្រាវជ្រាវឈ្មោះថាច័ន្ទពៅជាកម្លាំងបណ្ដាញសម្ងាត់របស់លោកកៅដួលអធិការរងទទួលផ្នែកការងារប្រឆាំងនឹងគ្រឿងញៀនហើយថាការចោទប្រកាន់ទៅលើលោកកៅដួលថាទទួលសំណូកនោះគឺជារឿងមិនពិតនគរបាលក្រុងប៉ោយប៉ែតបានបកស្រាយថាសារសម្លេងសន្ទនាដែលបានបែកធ្លាយនោះគឺជានីតិវិធីរបស់នគរបាលក្នុងការញុះញង់ឲ្យសហការជាមួយកម្លាំងជំនាញដើម្បីឈានដល់ការបង្ក្រាបបទល្មើសគ្រឿងញៀនតែប៉ុណ្ណោះមិនមែនជាការសន្ទនាដើម្បីទទួលសំណូកនោះទេជុំវិញអំពើពុករលួយគ្រឿងញៀននេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាកាលពីខែមីនាធ្លាប់ព្រមានប្រាកណ្ដាប់ដៃដែកលើវិធានដកតំណែងមន្ត្រីទាំងឡាយណាដែលមិនព្រមដកខ្លួនពីការទទួលផលពីបទក្រិតជួញដូរគ្រឿងញៀននេះគណៈបទក្រិតជួញដូរគ្រឿងញៀននេះមានការហក់ឡើងយ៉ាងគំហុកខ្ញុំជឿជាក់ថាបញ្ហាគ្រឿងញៀននេះបើគ្មានការពាក់ព័ន្ធទៅនឹងផ្ទៃក្នុងទេអ្នកពាក់ព័ន្ធទេបែបគ្រឿងញៀននេះវាមិនសូវធំដល់ប៉ុណ្ណេះទេសម្រាប់កិច្ចការនេះខ្ញុំក៏សូមឲ្យមានការយកចិត្តទុកដាក់និងពង្រឹងនិងពន្លាតទៅការស្រាវជ្រាវហើយស្រាវជ្រាវមិនមែនតែត្រឹមស្រាវជ្រាវតែពួកអ្នកជួញដូរទេស្រាវជ្រាវពេលខ្លះពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់យើងទៅស្រាវជ្រាវពន្លាតនៃការសមត្ថកិច្ចរបស់យើងដែរដល់ពេលអញ្ចឹងទៅព័ត៌មានមួយចំនួនមិនទាន់ចុះបង្ក្រាបផងដឹងអស់លេងសំណួរសួរថាព័ត៌មានវាមិនដែលបែកបើគ្មានការផ្ដល់ជូនមុននោះទេបើតាមរបាយការណ៍របស់មន្ត្រីជំនាញក្នុងឆ្នាំ2024គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានជិត15តោនខណៈឆ្នាំ2023បង្ក្រាបបានប្រមាណជា4តោនតួលេខនេះបង្ហាញថាកំណើនហក់ឡើងជិតដល់4ដងក្នុងឆ្នាំ2024បាទលោកនាងជាទីមេត្រីក្នុងជំនួបទល់មុខរយៈពេល2ថ្ងៃទៅនេះរវាងមេដឹកនាំកម្ពុជាគ្រួសារហ៊ុននិងមេដឹកនាំថៃគ្មានការទម្លាយរឿងពីលើកពីរបៀបវិរៈទាមទារទឹកដីដែលថៃបានរំលោភយកនិងយុទ្ធធរលោកលីមគីមយ៉ានោះទេដែលការនេះគ្រួសារហ៊ុនរងការរិះគន់ថាបានក្បត់នឹងប្រជាជាតិខ្មែរដើម្បីចង់តែក្តាប់អំណាចតពូជសូមស្ដាប់សេចក្តីរាយការណ៍របស់ខ្ញុំបាទដូចតទៅក្នុងជំនួបរយៈពេល2ថ្ងៃរបស់មេដឹកនាំថៃនិងកម្ពុជាត្រូវបានក្រុមអ្នកខ្លំមើលសង្កេតឃើញថាមិនបានលើករបៀបវិរៈបញ្ហាព្រំដែនបញ្ហាប្រាសាទបុរាណខ្មែរនិងយុទ្ធធរលោកលីមគីមយ៉ានោះទេដែលថាជាភស្តុតាងមួយទៀតបញ្ជាក់ថាគ្រួសារហ៊ុននៅពីខាងក្រោយឃាតកម្មនេះនឹងក្បត់ប្រជាជាតិខ្មែរដើម្បីតែចង់ក្តាប់អំណាចតពូជជុំវិញបញ្ហានេះប្រធានចលនាជាតិតស៊ូលោកសំរងស៊ីបានបង្ហោះសារការពីថ្ងៃទី23ខែមេសាឆ្នាំ2025នេះនិយាយថាកិច្ចព្រមព្រៀងអនុសារណៈកំណត់ហេតុនិងលិខិតបដូរសារសរុបចំនួន7របស់មេដឹកនាំកម្ពុជាលោកហ៊ុនម៉ាណែតកាលពីថ្ងៃទី23ខែមេសានេះគ្មាននិយាយសោះឡើយពីការគិតគូរដល់ការរកយុទ្ធធរជូនលោកលីមគីមយ៉ាប្រភពបន្តថានេះបញ្ជាក់កាន់តែច្បាស់ថា
នាយករដ្ឋមន្ត្រីទាំងពីរជួយការពារលីរតនារស្មីនិងពេជ្រកឹមស្រិនដែលពាក់ព័ន្ធទៅនឹងការរៀបចំផែនការសម្រាប់លោកលីនគឹមយ៉ាអតីតសមាជិកសភានៃប្រទេសកម្ពុជាមកពីគណៈបកសង្គ្រោះជាតិសម្រាប់លោកសំរងស៊ីយល់ឃើញថាពួកគេទាំងពីរនិយាយអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពប៉ុន្តែលោកហ៊ុនម៉ាណែតមិនបានប្រាប់អ្នកស្រីផេថងឋានឲ្យដកកងទ័ពថៃដែលកំពុងឈរជើងលើទឹកដីកម្ពុជាមានប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីរួមទាំងកោះគុតនោះទេប្រពន្ធបន្តថាលោកហ៊ុនម៉ាណែតនិងអ្នកស្រីផេថងឋានក៏បិទចោលនៅដំណោះស្រាយបញ្ហាព្រំដែនដែលត្រូវបញ្ជូនសំណុំរឿងនេះទៅជំរះគ្នានៅតុលាការអន្តរជាតិការបិទរឿងនេះបង្ហាញថាលោកហ៊ុនម៉ាណែតក្បត់ប្រជាជាតិខ្មែរដែលកំពុងព្រួយបារម្ភពីការបាត់បង់ទឹកដីកម្ពុជាទៅប្រទេសជិតខាងលោកសំរងស៊ីហាក់ស្ដីបន្ទោសថាចំពោះបញ្ហាពាណិជ្ជកម្មវិញលោកហ៊ុនម៉ាណែតបើកទ្វារកម្ពុជាចំហទទួលសម្រាមទំនិញពីថៃរីឯអ្នកស្រីផែថងឋានបង្ហាញអំពីភាពឆ្លាតវៃព្រមព្រៀងប្រមូលយកកម្លាំងពលករខ្មែរទៅបង្កើនផលិតផលនៅប្រទេសថៃទៅវិញតំណាងរាជគណៈបកសង្គ្រោះជាតិលោកសួនសូរ៉េដាក៏បាននិយាយប្រាប់ VD នៅថ្ងៃទី24ខែមេសានេះថាលោកហ៊ុនម៉ាណែតប្រកាសជាមិនហ៊ាននិយាយអំពីរឿងឃាតកម្មលោកលីមគឹមយ៉ានិងបញ្ហាកោះគុតនោះទេព្រោះវាប៉ះពាល់ទៅដល់ផលប្រយោជន៍គាត់និងអំណាចគ្រួសារគាត់លោកបន្តថាការមិនលើកយកបញ្ហាព្រំដែនប្រាសាទបុរាណខ្មែរជាពិសេសបញ្ហារសើបខ្លាំងគឺករណីឃាតកម្មលោកលីមគឹមយ៉ាឆ្លុះបញ្ចាំងថាលោកហ៊ុនម៉ាណែតគ្មានទំនួលខុសត្រូវចំពោះជាតិមាតុភូមិនោះទេម្យ៉ាងវិញទៀតលោកអះអាងថាមេដឹកនាំគ្រួសារហ៊ុនគ្មានឆន្ទៈការពារនិងទាមទារទឹកដីរបស់បុព្វបុរសខ្មែរនោះទេគឺបណ្ដោយឲ្យបរទេសបន្តក៏ឃ្លានហ៊ានរំលោភបំពានទឹកដីខ្មែរក្នុងសម័យទំនើបនេះវាឆ្លុះបញ្ចាំងពីការមិនយកចិត្តទុកដាក់ទីមួយការមិនយកចិត្តទុកដាក់ក្នុងនាមជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋណានៅពេលដែលប្រជាពលរដ្ឋខ្លួនត្រូវបានធ្វើទុកបុកម្នេញឬក៏ត្រូវបានបាញ់សម្លាប់នៅប្រទេសណាមួយគឺក្នុងនាមរដ្ឋាភិបាលជារបបប្រជាពលរដ្ឋគឺត្រូវតែគិតគូរជាមួយនឹងការគេហៅថាសុខទុក្ខរបស់ប្រជាពលរដ្ឋនិងរកការពិតចំពោះបញ្ហាដែលកើតឡើងចំពោះប្រជាពលរដ្ឋខ្លួននៅក្រៅប្រទេសអាហ្នឹងខ្ញុំនិយាយមួយគឺការមិនយកចិត្តទុកដាក់ទី2ប្រសិនបើរដ្ឋាភិបាលមិនលើកយកសំណុំរឿងនឹងមកនិយាយមកបង្ហាញច្បាស់លាស់ទេអានឹងគឺមហាជនខ្មែរយល់ឃើញថាគិតកម្មលើលោកកញ្ញានេះគឺអាចតាក់ទងទៅនឹងមនុស្សដែលមានអំណាចនៅក្នុងជួររដ្ឋាភិបាលកម្ពុជាស្រដៀងគ្នានេះដែរប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅប្រទេសអូស្ត្រាលីលោកសង្សានករណីនិយាយថាការមិនជជែករបៀបវិរៈរឿងបញ្ហាកោះគុតនិងបញ្ហាឃាតកម្មលោកលីមគឹមយ៉ាឆ្លុះបញ្ចាំងកាន់តែច្បាស់ថាមេដឹកនាំកម្ពុជាគ្មានឆន្ទៈគិតគូរពីបញ្ហាជាតិមាតុភូមិរបស់កម្ពុជានោះទេលោកបន្តថាការដឹកនាំអសមត្ថភាពរបស់លោកហ៊ុនម៉ាណែតនឹងធ្វើឲ្យជាតិបែកបាក់ទឹកដីខ្មែរចេះតែបាត់បង់ហើយប្រទេសជិតខាងនឹងបន្តក៏ឃ្លានឈ្លានពានទឹកដីកម្ពុជាតាមទំនឹងចិត្តជាដើមគឺជាការដែលខ្វះការទទួលខុសត្រូវទៅលើជោគវាសនារបស់ប្រទេសជាតិជោគវាសនារបស់ប្រជាពលរដ្ឋហើយបង្ហាញអំពីភាពកំសោយនៃការដឹកនាំរបស់ខ្លួនដែលมันអាចទទួលខុសត្រូវទៅលើអ្វីដែលជាបញ្ហារបស់ប្រទេសជាតិបញ្ហារបស់ប្រជាពលរដ្ឋដែលគេចង់ឲ្យមានការដោះស្រាយអញ្ចឹងអ្វីទាំងអស់នេះគឺជាមូលដ្ឋានជាភស្តុតាងមួយយ៉ាងច្បាស់ដែលនឹងកត់ត្រាទុកនៅក្នុងប្រវត្តិសាស្ត្រនៅក្នុងចំនួននៃការដឹកនាំប្រទេសក្នុងរបបបច្ចុប្បន្នមេដឹកនាំបច្ចុប្បន្ននឹងឯងហើយទាំងអស់នេះនៅថ្ងៃណាមួយបើសិនជាទឹកដីនឹងត្រូវបានបាត់បង់ឈ្មោះមេដឹកនាំប្រទេសនាពេលបច្ចុប្បន្ននឹងទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ VOD មិនទាន់អាចតាក់ទងអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសាននិងអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែនបណ្ណាដើម្បីសុំការបំភ្លឺជុំវិញរឿងនេះបាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះយ៉ាងណាក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី23ដល់ថ្ងៃទី24ខែមេសានេះនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបញ្ជាក់ថាមានឯកសារចំនួន7ត្រូវបានភាគីទាំងពីរចុះហត្ថលេខារួមគ្នាកិច្ចព្រមព្រៀងទាំងអស់នោះនិយាយអំពីកិច្ចសហប្រតិបត្តិការវិស័យការងារកិច្ចគាំពារបរិស្ថានឆ្លងដែននិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាដើមបន្ថែមពីនេះលោកហ៊ុនម៉ាណែតក៏បានអរគុណដល់ថៃដែលមិនឲ្យជនណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាចំពេលប្រទេសថៃគ្រប់គ្រងកោះគុតទាំងស្រុងរួមទាំងបំពេញយកតំបន់ប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីជាដើមដែលឡែកប្រធានខ្លមមើលកម្ពុជាលោកម៉ាណែតហាក់ស្ដីបន្ទោសថាលោកហ៊ុនម៉ាណែតគ្មានគំនិតជានិយមគឺមិនព្រមនិយាយប្រាប់ភាគីថៃឲ្យដកទ័ពចេញពីតំបន់ប្រាសាទដែលថៃបានឈ្លានពាននោះទេលោកថាលោកហ៊ុនម៉ាណែតមិនត្រឹមតែគ្មានគំនិតជាតិនិយមប៉ុណ្ណោះទេគឺចង់កាត់ទឹកដីកោះគុតនិងប្រាសាទបុរាណខ្មែរមួយចំនួនឲ្យថៃដើម្បីជាធ្នូបង្ក្រាបបកប្រឆាំងដែលកំពុងភៀសខ្លួនក្នុងប្រទេសថៃជាដើមមូលហេតុដែលលោកហ៊ុនម៉ាណែតក៏ដូចជាលោកហ៊ុនសែននឹងមិនព្រមនិយាយពីបញ្ហាអាយុជីវិតជាតិដូចជាបញ្ហាបូរណភាពទឹកដីដូចជាបញ្ហាយុត្តិធម៌សង្គមឬក៏ហៅថាការប្រព្រឹត្តបទអកតកម្មឆ្លងដែនអីប្រាប់ទៅថៃហ្នឹងដោយសារក្រុមគ្រួសារលោកហ៊ុនសែននឹងពាក់ព័ន្ធក្នុងរឿងនោះវាជ្រៅពាក់ព័ន្ធអំពើដែលខុសឆ្គងសម្រាប់ប្រទេសជាតិខ្មែរជ្រៅពេកណាហើយបើជំរុញឲ្យភាគីលោកហ៊ុនម៉ាណែតនឹងប្រាប់ថៃថាត្រូវរៀបចំឯកសារប្តឹងទៅតុលាការអន្តរជាតិលើសំណុំរឿងកោះគុតឬប្រាសាទបុរាណខ្មែរហ្នឹងជំរុញទៅវាថៃគេបីបបមកវិញពាក់ព័ន្ធអារឿង
កិច្ចព្រមព្រៀងព្រំដែនទឹកជាមួយនឹងវៀតណាមដែលលោកហ៊ុនសែនធ្វើនៅឆ្នាំ82នោះហើយព្រំដែនទឹកដែលធ្វើជាមួយវៀតណាមវាលោកហ៊ុនសែនផ្ទេរកោះត្រល់កោះកញ្ចក់សេះឲ្យទៅវៀតណាមទាំងស្រុងហើយថៃគេចង់ឲ្យគេដូចវៀតណាមដែរគេចង់បានដូចគេដូចវៀតណាមដែរអញ្ចឹងកាលណាកម្ពុជារំលឹករឿងហ្នឹងថៃក៏គេរំលឹករឿងហ្នឹងដែររំលឹករឿងដែលលោកហ៊ុនសែនហ្នឹងចុះកិច្ចព្រមព្រៀងខុសច្បាប់ជាមួយវៀតណាមតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកលីមគឹមយ៉ាត្រូវបានខ្មាន់កំភ្លើងបាញ់សម្លាប់នៅទឹកដីថៃជិត4ខែទៅនេះជនសង្ស័យលីរតនរស្មីនិងពេជ្រកឹមស្រិនដែលត្រូវបានគេដឹងថាកំពុងបន្តលាក់ខ្លួនក្នុងប្រទេសកម្ពុជាមិនត្រូវបានចាប់បញ្ជូនទៅឲ្យភាគីថៃតាមការស្នើសុំនោះទេដែលឡៃសំណុំរឿងកោះកុដវិញគ្រួសារហ៊ុនរងការរិះគន់ថាកំពុងធ្វើនយោបាយផ្គាប់ចិត្តប្រទេសជិតខាងដើម្បីតែអំណាចមិនព្រមប្តឹងថៃទៅតុលាការអន្តរជាតិ ICJ ដើម្បីទាមទារចំណែកនៃកោះកុដពីភាគីថៃខណៈគ្រួសារថាក់ស៊ីនបានប្រកាសថាកោះកុដជាកម្មសិទ្ធិផ្ដាច់មុខរបស់ថៃទាំងស្រុងទង្វើនេះត្រូវបានគេមើលឃើញថាមេដឹកនាំគ្រួសារហ៊ុនបានដើរផ្ទុយទៅនឹងមាត្រា52និងមាត្រា55នៃរដ្ឋធម្មនុញ្ញដែលចែងអំពីសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដីអព្យាក្រឹតភាពនិងឯករាជ្យភាពជាតិរបស់កម្ពុជាត្រូវលុបចោលរាជរដ្ឋាភិបាលកម្ពុជាបដិញ្ញាការពីឯករាជ្យអធិបតេយ្យបូរណភាពទឹកដីអនុវត្តនយោបាយបង្រួបបង្រួមជាតិដើម្បីការពារឯករាជ្យភាពជាតិដែលឡាយបើតាមក្រមព្រហ្មទណ្ឌមាត្រា440ចែងថាអំពើប្រគល់ឲ្យរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅដែនដីជាតិទាំងស្រុងឬមួយផ្នែកជាអំពើក្បត់ជាតិត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតខ្ញុំបាទប៉ុលសម្បត្តិ VOD បាទលោកនាងជាទីមេត្រីសាលាដំបងរាជធានីភ្នំពេញបានប្រកាសលោកដោយបង្ខំនៅអចលនវត្ថុកម្មសិទ្ធិរបស់ទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុនជំវិញសំណុំរឿងរិះគន់បញ្ហាព្រំដែនយ៉ាងណាលោករងឈុនអំពាវនាវកុំឲ្យប្រជាពលរដ្ឋតក់ស្លុតរឿងនេះហើយត្រូវបន្តដំណើរដើម្បីពុបហេតុជាតិមាតុភូមិនិងប្រជាធិបតេយ្យសូមស្ដាប់សេចក្តីរាយការណ៍របស់កញ្ញាកៅមរកតដូចតទៅគណៈបកកម្លាំងជាតិចាត់ទុកការចាប់សមាជិកបករបស់ខ្លួនម្នាក់ទៀតនៅខេត្តកំពង់ធំថាជាការបន្តធ្វើទុកបុកម្នេញផ្នែកនយោបាយនិងប៉ះពាល់ដល់ដំណើរការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកកាលពីរសៀលថ្ងៃទី22ខែមេសាឆ្នាំ2025លោកយ៉ាងសុកយ៉ាងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្នគណៈបកកម្លាំងជាតិស្រុកតាំងគោកខេត្តកំពង់ធំត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយមេប៉ុស្តិ៍នគរបាលឃុំស្រឡៅបានកោះហៅគាត់ទៅកាន់ស្នាក់ការប៉ូលីសឃុំដោយមិនដឹងពីមូលហេតុនិងគ្មានបង្ហាញដែលការចាប់ខ្លួនដល់សម័យខ្លួននិងក្រុមគ្រួសារបានដឹងឡើយនេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈបកកម្លាំងជាតិចុះថ្ងៃទី23ខែមេសាឆ្នាំ2025ករណីនេះគណៈបកកម្លាំងជាតិយល់ឃើញថាការចាប់ខ្លួនលោកយ៉ាងសុកយ៉ាងជាការបំផិតបំភ័យថ្មីមួយទៀតក៏ដូចជាការបន្តធ្វើទុកបុកម្នេញទៅលើថ្នាក់ដឹកនាំនិងសមាជិកគណៈបកដោយឥតឈប់ឈរដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកនៅកម្ពុជាគណៈបកនេះក៏បានអំពាវនាវដល់សមត្ថកិច្ចដោះលែងលោកយ៉ាងសុកយ៉ាងនិងអ្នកជាប់ឃុំនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញដើម្បីធានានូវបរិយាកាសនយោបាយល្អដល់គ្រប់គណៈបកក្នុងការធ្វើសកម្មភាពនយោបាយស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីគណៈបកនយោបាយសម្រាប់លោកជាមុនីប្រធានគណៈបកកម្លាំងជាតិនៅមិនទាន់ដឹងដល់ឡើយទេថាតើសមត្ថកិច្ចបានចាប់បញ្ជូនខ្លួនលោកយ៉ាងសុកយ៉ាងទៅកាន់ទីណានៅឡើយគិតត្រឹមព្រឹកថ្ងៃទី24ខែមេសានេះខ្ញុំអត់ដឹងថាគេបញ្ជូនទៅដល់ទីណាគ្រាន់តែក្រុមការងារខេត្តកំពង់ធំនឹងបានធ្វើកំណត់ហេតុនិងធ្វើការរាយការណ៍មកថាអនុប្រធានក្រុមការងារស្រុកតាំងគោកម្នាក់ត្រូវបានចាប់ខ្លួនតែប៉ុណ្្នឹងឯងអញ្ចឹងយើងអត់ដឹងថាបញ្ជូនទៅដល់ណាទេតែយ៉ាងណាបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញឲ្យដឹងថាការចាប់ខ្លួនលោកយ៉ាងសុកយ៉ាងដែលជាអនុប្រធានគណៈបកកម្លាំងជាតិបណ្ដោះអាសន្នស្រុកតាំងគោកនេះគឺធ្វើតាមដោយការបញ្ជាឲ្យចូលខ្លួនរបស់អัยការអមសាលាដំបងរាជធានីភ្នំពេញពាក់ព័ន្ធនឹងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងបទប្រមាថចំពោះអង្គព្រះមហាក្សត្រប្រភពដដែលបន្តថាតាមចម្លើយសារភាពនិងភស្តុតាងជនសង្ស័យពិតជាបានប្រើប្រាស់បណ្ដាញសង្គមយកមកធ្វើសកម្មភាពញុះញង់និងអុចអាលតាមរយៈការបំភ្លៃព័ត៌មានខុសពីការពិតបង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនិងកិត្តិយសថ្នាក់ដឹកនាំនិងប្រមាថចំពោះអង្គព្រះមហាក្សត្រដែលអំពើនេះបំពានធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញនិងត្រូវបានចាត់ជាបទល្មើសព្រហ្មទណ្ឌអ្នកនាំពាក្យគូបញ្ជាក់ថាការឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុនិងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌដែលមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឬការគៀបសង្កត់ការបំផិតបំភ័យនិងការធ្វើទុកបុកម្នេញផ្នែកនយោបាយដល់សមាជិកគណៈបកនយោបាយណាមួយឡើយអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោកសំវិជ្ជការបានបដិសេធតបបន្ថែមលើសេចក្តីថ្លែងការណ៍នេះបញ្ជាក់មើលក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យណាមានអីត្រូវបញ្ជាក់បន្ថែមក្រៅពីនឹងសេចក្តីប្រកាសព័ត៌មានទេណាយើងបានប្រកាសព័ត៌មានជុំវិញហើយណាមើលតាមនោះទៅណាបាទ
ប្រធានសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកនីសុខាមានប្រសាសន៍ថាកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបកដែលប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបញ្ចេញមតិមិនថាមតិស្របមតិផ្ទុយមតិប្រឆាំងឬមតិរិះគន់នោះទេហើយគោលការណ៍សកលក៏អនុញ្ញាតឲ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិជួបជុំនិងការធ្វើនយោបាយផងដែរប៉ុន្តែលោកថាអ្វីដែលនៅជាភាពប្រទាំងប្រទើសនោះគឺជាការបកស្រាយខុសគ្នារវាងអាជ្ញាធរនិងតុលាការឬក៏អ្នកអនុវត្តច្បាប់និងគណបកនយោបាយក្រៅរដ្ឋាភិបាលលោកនីសុខាបន្តថាការចាប់ខ្លួនសកម្មជនគណបកក្រៅរដ្ឋាភិបាលឬសកម្មជនសង្គមដែលបញ្ចេញមតិរិះគន់នៅលើបណ្ដាញសង្គមនេះទោះសមត្ថកិច្ចពន្យល់ថាជាការអនុវត្តច្បាប់ប៉ុន្តែចង់មិនចង់ក៏បកនយោបាយអ្នកជំនាញអង្គការសហប្រជាជាតិនិងសហគមន៍ជាតិអន្តរជាតិនៅតែមើលឃើញថាជាការរឹតបន្តឹងសិទ្ធិសេរីភាពច្រើនជាងការអនុវត្តច្បាប់ចឹងហើយបានយើងនៅតែបន្តស្នើឲ្យមានការពិនិត្យឡើងវិញចំពោះបញ្ហាតាក់ទងទៅនឹងការផ្ដល់ឬក៏បើកឲ្យមានលក្ខណៈទូលំទូលាយនៅសិទ្ធិសេរីភាពទៅក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនឹងបាទដើម្បីធានាបានថាកម្ពុជាយើងមានការគោរពនៅសិទ្ធិមនុស្សជាសកលគឺសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិនិងការជួបជុំសមាគមដែលជាមូលដ្ឋានគ្រឹះបើតាមលោកនីសុខាជាដំណោះស្រាយក៏ដូចជាដើម្បីបន្ធូរបន្ថយកម្ដៅនយោបាយឬការប្រទាំងប្រទើសគ្នាណាមួយរដ្ឋាភិបាលថ្មីក្នុងអាណត្តិទី7នេះនិងគណៈបកនយោបាយទាំងអស់គួរមានការផ្សះផ្សាបង្រួបបង្រួមជាតិនិងចរចាគ្នាតាមផ្លូវនយោបាយដោយឈលលើស្មារតីនៃរដ្ឋធម្មនុញ្ញជាជាងការប្រើប្រាស់យន្តការច្បាប់ទៅដាក់ទោសទណ្ឌលើសកម្មជននយោបាយនិងសកម្មជនសង្គមដែលជារូបភាពមួយមិនល្អក្នុងសង្គមកម្ពុជាគិតមកទល់ពេលនេះរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតនៅតែបន្តចាប់និងឃុំខ្លួនអ្នកនយោបាយអ្នកការពារសិទ្ធិមនុស្សសកម្មជនបរិស្ថានសហជីពនិងអ្នកប្រើប្រាស់បណ្ដាញសង្គមកើនឡើងដល់ជាង100នាក់ដោយចោទប្រកាន់លើបទល្មើសព្រហ្មទណ្ឌមួយចំនួនដោយសារតែភាពសកម្មនិយមនិងការបញ្ចេញមតិដោយអហិង្សាបើតាមមន្ត្រីបកប្រឆាំងមានអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលយ៉ាងហោចណាស់ជិត50នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់តាំងពីលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតឡើងកាន់អំណាចដោយឡែកសម្រាប់តែគណៈបកកម្លាំងជាតិមួយគឺមានក្បាលម៉ាស៊ីនរបស់គណៈបកនេះជាច្រើនត្រូវបានចាប់ខ្លួនក្នុងនោះមានលោកសុនចន្ទធីអតីតប្រធានគណៈបកលោកអ៊ុំវិរៈរតន៍អគ្គហិរញ្ញគណៈបកត្រូវបានដោះលែងវិញក្រោយពីចោះចូលលោកចិនប៊ុនណារតន៍អគ្គនាយករដ្ឋបាលលោកមឺសេងហួរហៅគៀវិសាលអនុប្រធានគណៈបកកម្លាំងជាតិខេត្តកំពង់ចាមលោកផាន់សារ៉ាត់អនុប្រធានគណៈកម្មាធិការប្រតិបត្តិក្រុងដូនកែវខេត្តតាកែវនិងចុងក្រោយនេះលោកយ៉ាងសុកយ៉ាងអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្នស្រុកតាំងគោកខេត្តកំពង់ធំសហភាពអឺរ៉ុបកាលពីចុងខែវិច្ឆិកាឆ្នាំ2024បានចេញសេចក្តីសម្រេចដោយជំរុញឲ្យរដ្ឋសមាជិកសហភាពអឺរ៉ុបនិងសហគមន៍អន្តរជាតិចាត់វិធានការដាក់ទណ្ឌកម្មឲ្យមានប្រសិទ្ធភាពលើក្រុមមនុស្សដែលទទួលខុសត្រូវលើការរឹតបន្តឹងផ្នែកនយោបាយនិងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារហូតទាល់តែអ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែងនាងខ្ញុំកៅមរកត VOD បាទលោកនាងជាទីមេត្រីសូមអធិស្ឋានព័ត៌មានរាយការណ៍អំបញ្ញមិញនេះគឺរឿងពាក់ព័ន្ធជាមួយនឹងករណីចាប់ខ្លួនសមាជិករបស់គណៈបកកម្លាំងជាតិនៅខេត្តកំពង់ធំយ៉ាងណាពាក់ព័ន្ធជាមួយនឹងលោករងឈុនឯនេះវិញតុលាការខេត្តអធិស្ឋានតុលាការរាជធានីភ្នំពេញបានប្រកាសលោកដោយបង្ខំនៅអចលនវត្ថុកម្មសិទ្ធិរបស់ទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុនជុំវិញសំណុំរឿងរិះគន់បញ្ហាព្រំដែនយ៉ាងណាលោករងឈុនអំពាវនាវឲ្យប្រជាពលរដ្ឋកុំតក់ស្លុតពីបញ្ហានេះនិងត្រូវបន្តដំណើរដើម្បីពុបហេតុប្រជាធិបតេយ្យសូមស្ដាប់សេចក្តីរាយការណ៍របស់កញ្ញាកៅមរកតដោយតទៅសាលាដំបងរាជធានីភ្នំពេញបានប្រកាសលក់ដោយបង្ខំនៅអចលនវត្ថុរបស់ទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុននៅភូមិទួលរកាមួយសង្កាត់ចាក់អង្រៃក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញជុំវិញសំណុំរឿងព្រំដែនដែលតុលាការបង្គាប់ឲ្យបង់ប្រាក់សរុប400លានរៀលឬស្មើនឹង$10,000ឲ្យទៅគណៈកម្មការព្រំដែនពាក់ព័ន្ធនឹងការរិះគន់បញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំនេះបើតាមដីកាសម្រេចរបស់ចៅក្រមសាលាដំបងរាជធានីភ្នំពេញលោកយីសុកតូចចុះថ្ងៃទី27ខែមីនាឆ្នាំ2025ដែលលោករងឈុនបង្ហោះនៅលើ Facebook របស់លោកនៅថ្ងៃទី24ខែមេសានេះតាមដីកាសម្រេចផ្ដើមការលក់ដោយបង្ខំនោះអចលនវត្ថុរបស់លោករងឈុនមានទីតាំងនៅភូមិទួលរកាមួយសង្កាត់ចាក់អង្រៃក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញដែលចៅក្រមបញ្ជាក់ថាជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះរងឈុនដើម្បីមកចាប់បំណុលនៃការអនុវត្តការសម្រេចនេះចៅក្រមយីសុកតូចបានសំអាងលើសំណុំរឿងអនុវត្តដោយបង្ខំលេខ51ចុះថ្ងៃទី7ខែកុម្ភៈឆ្នាំ2025របស់សាលាដំបងរាជធានីភ្នំពេញពាក្យសុំអនុវត្តសារដីកាព្រហ្មទណ្ឌស្ថាពរចុះថ្ងៃទី7ខែកុម្ភៈឆ្នាំ2025របស់មេធាវីឈិតបូរ៉ាវុធនិងមេធាវីគួនសាវឿនសារដីកាព្រហ្មទណ្ឌស្ថាពរលេខ351
ចុះថ្ងៃទី29ខែកក្កដាឆ្នាំ2022របស់សភាព្រហ្មទណ្ឌនៃតុលាការកំពូលរួមទាំងសាលដីកាព្រហ្មទណ្ឌជាច្រើនទៀតបើតាមដីកាដដែលមកចាប់បំណុលនៃការអនុវត្តគណៈកម្មាធិការចម្រុះកិច្ចការព្រំដែននិងសិទ្ធិលើបំណុលដែលទាមទារប្រាក់សំណងការខូចខាតចំនួន400លានរៀលដូច្នេះខ្លួនសម្រាប់ចាប់ផ្ដើមនីតិវិធីលក់ដោយបង្ខំនិងរឹបអូសអចលនវត្ថុដែលមានទីតាំងនៅភូមិទួលរកា1សង្កាត់ចាក់អង្រៃក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញដែលជាកម្មសិទ្ធិរបស់កូនបំណុលឈ្មោះរងឈុនលោករងឈុនឲ្យ VOD ដឹងនៅថ្ងៃទី24ខែមេសានេះថារឿងនេះមិនមានអ្វីចម្លែកនោះទេដែលលោកថាពាក់ព័ន្ធនឹងការដែលលោកចោះទៅជួយពលរដ្ឋនៅត្រពាំង plong ខេត្តត្បូងឃ្មុំជាហូរហែដែលធ្វើឲ្យគណៈកម្មាធិការព្រំដែនទារសំណងសពបែបយ៉ាងមួយវិញទៀតលោកថាជុំវិញរឿងនេះលោកក៏បានឲ្យមេធាវីសរសេរលិខិតទៅសាលាដំបងពីការសុំផ្ដោតសំណងតាមលទ្ធភាពប៉ុន្តែថាមិនមានការឆ្លើយតបនោះទេប៉ុន្តែមកទល់ពេលនេះបើជាតុលាការចេញដីកាលក់ដោយបង្ខំដែលលោកគិតថាវាជារឿងដែលគួរឲ្យហួសចិត្តខ្ញុំមិនជាចម្លែកអីទេប៉ុន្តែគ្រាន់ថាអ្វីយើងគួរតែធ្វើទៅតាមនីតិវិធីហើយធ្វើអ្វីកុំឲ្យវាហួសកុំឲ្យគេថាកុំឲ្យជាបរដ្ឋកាន់តែឈឺចាប់ទៅហើយរូបមន្តបែបហ្នឹងវាមិនមានផលចំណេញសម្រាប់ជាតិនោះទេបាទហើយក៏មិនមែនធ្វើឲ្យពលរដ្ឋបាក់ស្បាតដែរដូច្នេះជំហររបស់ខ្ញុំអត់មានអីប្រែប្រួលទេយើងនៅតែជំហរធ្វើការងារជួយសង្គមដូចជំហរដើមអញ្ចឹងហើយសូមឲ្យបងប្អូនជនរួមជាតិយុវជនស្ត្រីដែលស្រឡាញ់សង្គមជាតិបាទក៏មានភាពអតក់ស្លុតដោយសារតែឃើញតឡាការដាក់បន្ទុកមកលើខ្ញុំហើយកុំឲ្យពួកយើងអតក់ស្លុតត្រូវតែរឹងមាំត្រូវតែឆ្ពោះទៅគោលដៅរបស់យើងដែលយើងចង់បានប្រជាធិបតេយ្យសេរីភាពនិងយុត្តិធម៌សង្គមបាទហើយបើសិនជាយើងគ្រាន់តែឃើញការដាក់បន្ទុកមកលើខ្ញុំហើយយើងនាំគ្នាឈប់សកម្មភាពនាំគ្នាតក់ស្លុតពេលហ្នឹងយើងមិនអាចជួយស្រុកទេសង្គមយើងបានទេបាទយ៉ាងណាលោកថាវិធាននេះលោកមិនអាចទទួលយកបាននោះទេហើយថាលោកនឹងបន្តជជែកជាមួយនឹងមេធាវីដើម្បីជំទាស់នឹងវិធានលក់ដោយបង្ខំនេះយ៉ាងណាភ្លាមនេះ VOD មិនអាចតាក់ទងមេធាវីការពារក្តីឲ្យលោករងឈុនបានទេគិតត្រឹមម៉ោងផ្សាយនេះដោយឡែកតំណាងរាជគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអានគិតថាវិធាននេះបង្ហាញពីរូបភាពគៀបសង្កត់ដើម្បីបំរើមហិច្ឆតាបរទេសឈ្លានពានទឹកដីគឺជារឿងអយុត្តិធម៌តុលាការហ្នឹងគឺជាតុលាការតេលេធ្វើតាមបញ្ជារបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតលោករងឈុនគាត់ទៅមើលព្រំដែនដើម្បីការពារព្រំដែនកុំឲ្យបាត់បង់ទៅប្រទេសជិតខាងគាត់គ្រាន់តែនិយាយការពិតនិយាយអ្វីដែលប្រជាប្រដ្ឋគាត់បានប្រាប់គាត់ហើយនឹងប្រជាប្រដ្ឋស្នើពីបញ្ហាដែលធ្លីរបស់គាត់នឹងតាមព្រំដែនបាត់ទៅប្រទេសវៀតណាមឲ្យជួយដោះស្រាយនៅនេះគាត់មានកំហុសស្អីក៏ប៉ុន្តែដោយសារលោកហ៊ុនសែនគាត់បានកាត់ទឹកដីខ្មែរយើងទៅឲ្យប្រទេសយួនដើម្បីសងគុណយួនដែលយួនលើបន្ទប់គាត់ដូច្នេះអ្នកណាដែលនិយាយបញ្ហាព្រំដែនគឺត្រូវបានតុលាការតេលេទុកបុកម្នេញចាប់ដាក់គុកធ្វើទុកបុកម្នេញទៅលើអ្នកស្នេហាជាតិដោយលោករងឈុនដែលការពារទឹកដីមិនអោយបាត់បង់កន្លងទៅលោករងឈុនបានសម្រេចបង់ប្រាក់ជំងឺចិត្តទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រដ្ឋាភិបាលដែលជាដើមបណ្ដឹងចំនួន20លានរៀលសិនតាមលទ្ធភាពដែលខ្លួនបានប្រម៉ែប្រមូលបានពីអ្នកគាំទ្រក្នុងចំណោមទឹកប្រាក់400លានរៀលដែលតុលាការបានបង្គាប់សំណុំរឿងចោទប្រកាន់លោករងឈុននិងសកម្មជន2នាក់ទៀតត្រូវបានតុលាការចោទពីបទញុះញង់ពាក់ព័ន្ធនឹងការអត្ថាធិប្បាយកាលពីឆ្នាំ2020អំពីការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមចូលដីស្រែពលរដ្ឋច្រើនគ្រួសារនៅខេត្តត្បូងឃ្មុំស្របពេលដែលលោករងឈុនរងគំនាបផ្នែកនយោបាយតាមរយៈការប្រើប្រាស់តុលាការដាក់សម្ពាធនិងធ្វើទុកបុកម្នេញលើរូបលោកនេះដែរគណៈបកកម្លាំងជាតិក៏បានដាក់លិខិតទៅប្រទេសលោកសេរីមួយចំនួនទៀតស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឲ្យទម្លាក់ចោលបទចោទសំណងនិងបំរាមនានាលើទីប្រឹក្សាគណៈបករូបនេះផងដែរយោងតាមលិខិតរបស់គណៈបកកម្លាំងជាតិដាក់ជូនស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាឯកអគ្គរដ្ឋទូតអឺរ៉ុបនិងស្ថានទូតបារាំងប្រចាំនៅកម្ពុជាកាលពីថ្ងៃទី19ខែកុម្ភៈឆ្នាំ2025បានលើកឡើងថាលោករងឈុនបានរងនឹងការធ្វើទុកបុកម្នេញជាបន្តបន្ទាប់ពីសំណាក់តុលាការនិងអាជ្ញាធរកម្ពុជាតាមរយៈការចោទប្រកាន់នានាការចាប់ដាក់ពន្ធនាគារនិងហាម5សិទ្ធិនានាថែមទៀតដែលករណីនេះត្រូវបានមតិជាតិនិងអន្តរជាតិចាត់ទុកថាជារឿងនយោបាយមិនមែនជាការអនុវត្តច្បាប់នោះទេប្រពន្ធដដែលបន្តថាការបំបិទសម្លេងអ្នកសហជីពនិងអ្នកប្រជាធិបតេយ្យនេះគឺអាជ្ញាធរកម្ពុជាកំពុងតែដើរចាក់ឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យនិងស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសព្រមទាំងការគំរាមកំហែងដល់សិទ្ធិសេរីភាពអ្នកធ្វើកិច្ចការងារសហជីពសកម្មជនសង្គមនិងប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិបញ្ចេញមតិនាងខ្ញុំកៅមរកត VOD
បាទលោកនាងជាទីមេត្រីសមាគមខ្មែរកម្ពុជាក្រោមបានអះអាងពីការធ្វើយុទ្ធនាការនៅចុងខែមេសានេះតាមរយៈការដាក់ញត្តិទៅស្ថានទូតនានាប្រចាំនៅប្រទេសកម្ពុជាដើម្បីផ្ញើសារឲ្យវៀតណាមបញ្ឈប់រាល់គ្រប់ទម្រង់នៃការយាយីលើខ្មែរក្រោមនិងដោះលែងខ្មែរក្រោមចំនួន16អង្គរូបសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី22ខែមេសាឆ្នាំ2025នេះយុទ្ធនាការប្រឆាំងនឹងការយាយីពីសំណាក់អាជ្ញាធរវៀតណាមលើខ្មែរក្រោមនឹងត្រូវធ្វើឡើងនៅថ្ងៃទី29ខែមេសាឆ្នាំ2025ក្នុងរាជធានីភ្នំពេញប្រពន្ធនោះបញ្ជាក់ថាសមាគមខ្មែរកម្ពុជាក្រោមដើម្បីសំនុះនិងអភិវឌ្ឍនៅសង្កាត់គូក្លាំងខណ្ឌសែនសុខរាជធានីភ្នំពេញនឹងនាំញត្តិដាក់ជូនស្ថានទូតនិងស្ថាប័នអន្តរជាតិនានាដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់រាល់ទង្វើរំលោភបំពានសិទ្ធិមនុស្សមកលើខ្មែរក្រោមព្រមទាំងដោះលែងប្រសង់និងពលរដ្ឋខ្មែរកម្ពុជាក្រោមដែលកំពុងជាប់ឃុំដោយអាជ្ញាធររដ្ឋាភិបាលវៀតណាមសម្រាប់សមាគមខ្មែរកម្ពុជាក្រោមខ្លឹមសារអនុញ្ញាតរកកិច្ចអន្តរាគមន៍ឲ្យដោះលែងប្រសង់និងពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន16អង្គរូបក្នុងនោះមានប្រដេចប្រគុណគឹមសំរិនលោកថាច់ងានិងលោកថាច់ស្ទឹងដងដែលទើបត្រូវបានចាប់ខ្លួននាពេលថ្មីនេះលើពីនេះសមាគមខ្មែរកម្ពុជាក្រោមក៏បានទាមទារឲ្យសាងសង់សាលាឆទានឡើងវិញនៅខេត្តលង្ហោដែលអាជ្ញាធរវៀតណាមបានវាយកំទេចរៀបដល់ដីកាលពីថ្ងៃទី1ខែមេសាឆ្នាំ2024បញ្ឈប់រាល់ការគំរាមកំហែងគ្រប់រូបភាពមកលើខ្មែរកម្ពុជាក្រោមយុទ្ធនាការនេះចាប់ផ្ដើមពីម៉ោង8ព្រឹកដល់ម៉ោង11:30នាទីថ្ងៃត្រង់ដោយមានការសម្ដែងមតិតំណាងយកញត្តិដាក់ជូនស្ថានទូតនិងស្ថាប័នអន្តរជាតិនានាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិព្រមទាំងការអវេប្រគេនចង្ហាន់ដល់ព្រះសង្ឃជាកិច្ចបញ្ចប់នៃយុទ្ធនាការនេះ